នោះជាច្រើនគិតថា Dinosaur បានផុតពូជអស់រាប់លានឆ្នាំមកហើយប៉ុន្តែបើខ្ញុំប្រាប់អ្នកថាមានសត្វមួយដែលធ្វើអ្នកវិទ្យាសាស្ត្រជាច្រើនមានអារម្មណ៍ដូចជាកំពុងមើល Dinosaur រស់វាដើរយឺតៗប៉ុន្តែវាអាចសម្លាប់សត្វដែលធំជាងវាបានវាមិនចាំបាច់រត់លឿនបំផុតនោះទេហើយវាក៏មិនត្រូវការកម្លាំងដ៏ខ្លាំងបំផុតនោះដែរប៉ុន្តែវាមានវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការប្រមាញ់ដែលស្ទើរតែគ្មានសត្វណាអាចរត់គេចខ្លួនបានឡើយថ្ងៃនេះយើងនឹងធ្វើដំណើរទៅកាន់កោះដាច់ស្រយាលមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីស្គាល់ពីស្ដេចប្រមាញ់ដ៏គួរឲ្យខ្លាចបំផុតមួយរបស់ធម្មជាតិដែលវានោះគឺ Komodo Dragon ឬហៅថានាគ Komodo សូមស្រមៃថាអ្នកកំពុងតែដើរនៅលើកោះដ៏ស្ងប់ស្ងាត់មួយព្រះអាទិត្យកំពុងតែដុតកម្ដៅយ៉ាងខ្លាំងហើយគ្រប់ជ្រុងជ្រោយហាក់ដូចជាគ្មានអ្វីគួរឲ្យខ្លាចឡើយប៉ុន្តែនៅពីក្រោយកំពូលព្រៃមួយមានភ្នែកមួយគូកំពុងតែសម្លឹងមកអ្នកដោយភាពស្ងៀមស្ងាត់វាមិនស្រែកវាមិនរត់ហើយក៏មិនប្រញាប់ក្នុងការប្រមាញ់នោះដែរតែវាគ្រាន់តែរងចាំតែប៉ុណ្ណោះវារងចាំដល់ពេលដែលអ្នកភ្លេចខ្លួនហើយពេលនោះដែរអាចជាពេលវេលាចុងក្រោយនៃជីវិតរបស់អ្នកក៏ថាបានសត្វដែលយើងកំពុងតែនិយាយនេះមិនមែនជា Dinosaur ដែលយើងឃើញនៅក្នុងខ្សែភាពយន្តនោះទេវាគឺជាសត្វពិតដែលវានៅតែមានជីវិតរស់នៅលើផែនដីរហូតដល់សព្វថ្ងៃសត្វនោះមានឈ្មោះថា Komodo Dragon Komodo Dragon ប្រៀបដូចជាជីងចក់ដ៏ធំបំផុតមួយនៅលើពិភពលោកតែរូបរាងរបស់វាគឺមានលក្ខណៈស្រដៀងទៅនឹងសត្វជីងចក់វាគឺជាអ្នកប្រមាញ់ដ៏គួរឲ្យខ្លាចបំផុតមួយនៅក្នុងធម្មជាតិ Komodo Dragon មានស្បែករឹងក្រាស់ប្រញាំជើងមុតស្រួចនិងអណ្ដាតដ៏វែងដែលលានចេញចូលធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាវាដូចជាសត្វពីសម័យ Dinosaur ដែលបានឆ្លងកាត់ពេលវេលារាប់លានឆ្នាំមកដល់បច្ចុប្បន្នប៉ុន្តែអ្វីដែលធ្វើឲ្យវាភ្ញាក់ផ្អើលជាងនេះទៅទៀតគឺវាមិនចាំបាច់រត់លឿនជាងសត្វដទៃឬមានធ្មេញធំបំផុតនោះទេវាមានវិធីក្នុងការសម្លាប់ខុសប្លែកពីអ្នកប្រមាញ់ភាគច្រើននៅលើផែនដីហើយវិធីនោះបានធ្វើឲ្យវាក្លាយជាស្ដេចនៃកោះតែសូម្បីតែសត្វធំក៏មិនហ៊ានក្នុងការមើលស្រាលវាដែរនៅភាគកណ្ដាលនៃប្រទេសឥណ្ឌូនេស៊ីមានកោះតូចៗមួយចំនួនដែលមនុស្សភាគច្រើនមិនធ្លាប់បានទៅដល់នៅទីនោះមានអាកាសធាតុក្តៅស្ងួតនិងពោរពេញទៅដោយព្រៃស្មៅនិងភ្នំកោះទាំងនោះមានដូចជាកោះ Komodo, Rinca, Flores, Gili, Motang និងកោះតូចៗជាច្រើននៅជុំវិញនោះនៅទីនោះដែរមិនមានសត្វតោមិនមានខ្លាហើយក៏គ្មានសត្វក្រពើដែរប៉ុន្តែមានអ្នកប្រមាញ់មួយប្រភេទដែលកំពុងតែកាន់កាប់នៅតំបន់នោះតែអ្នកប្រមាញ់មួយនោះគឺជា Komodo Dragon អរិយពេលរាប់លានឆ្នាំវាបានក្លាយជាស្ដេចនៃកោះទាំងនេះដោយស្ទើរតែគ្មាននរណាអាចប្រជែងជាមួយវាបានមនុស្សដែលធ្វើដំណើរចូលទៅតំបន់នេះតែងតែត្រូវការមគ្គុទ្ទេសក៍ជំនាញក្នុងការនាំផ្លូវដែលមូលហេតុគឺសាមញ្ញណាស់អ្នកមិនដឹងថា Komodo Dragon កំពុងតែស្ថិតនៅទីណានោះទេដោយពណ៌ស្បែករបស់វាអាចលាយបញ្ចូលជាមួយដីឬថ្មបានយ៉ាងល្អនៅពេលដែលអ្នកសង្កេតឃើញវាពេលខ្លះវាប្រហែលជាបានសង្កេតមើលអ្នកមុនបាត់ទៅហើយនៅពេលដែលឃើញ Komodo Dragon ជាលើកដំបូងមនុស្សភាគច្រើនស្ទើរតែមិនជឿថាវាគឺជាជីងចក់យក្សនោះទេវាអាចមានប្រវែងលើសពី3ម៉ែត្រនិងទម្ងន់ជិត100គីឡូក្រាមនៅក្នុងករណីខ្លះគឺលើសពីនេះទៅទៀតជើងទាំង4របស់វាមានសាច់ដុំដ៏រឹងមាំដែលអាចទ្រាំទ្រទម្ងន់ដ៏ធំរបស់វាបានយ៉ាងងាយស្រួលក្រញាំជើងមុតស្រួចអាចជួយឲ្យវាជីករូងចាប់សត្វនិងហែកសាច់យ៉ាងមានប្រសិទ្ធភាពធ្មេញរបស់វាមានរាងកោងនិងមុតស្រួចដូចជាកាំបិតនៅពេលដែលវាខាំវាអាចហែកសាច់ចេញជាបន្ទះធំៗនៅក្នុងពេលដ៏ខ្លីប៉ុន្តែអាវុធដ៏សំខាន់បំផុតរបស់វាមិនមែនជាធ្មេញឬក្រញាំដ៏មុតស្រួចនោះទេអាវុធដ៏ពិតប្រាកដរបស់វាគឺជាការអត់ធ្មត់និងភាពស្ងៀមស្ងាត់នាគ Komodo អាចដេកស្ងៀមរយៈពេលជាច្រើនម៉ោងដោយស្ទើរតែមិនធ្វើចលនាសូម្បីតែបន្តិចវាមិនប្រញាប់ប្រញាល់ក្នុងការដេញតាមចំណីដូចជាសត្វខ្លានោះទេវារងចាំឲ្យសត្វព្រៃធ្វើកំហុសតែមួយហើយកំហុសតែមួយនោះការប្រមាញ់ដ៏គួរឲ្យរន្ធត់នឹងចាប់ផ្ដើមប៉ុន្តែតើ Komodo Dragon ប្រើវិធីអ្វីដើម្បីសម្លាប់សត្វដែលមានទំហំធំជាងវាអាវុធសម្ងាត់ដែលលាក់នៅក្នុងមាត់របស់ Komodo Dragon មិនមែនជាធ្មេញរបស់វាតែមួយមុខនោះទេអស់រយៈពេលជាច្រើនឆ្នាំមនុស្សជាច្រើនជឿថាសត្វដែលត្រូវ Komodo Dragon ខាំបានស្លាប់ដោយសារតែបាក់តេរីនៅក្នុងមាត់របស់វាប៉ុន្តែការស្រាវជ្រាវសម័យទំនើបបានបង្ហាញថា
Komodo Dragon មានក្រពេញក្នុងការប្រឡិតសារធាតុដែលមានពឹសនៅក្នុងផ្គាមខាងក្រោមរបស់វាពឹសនេះមិនសម្រាប់សត្វព្រាមៗនោះទេផ្ទុយទៅវិញវាធ្វើឲ្យរបួសបន្តហូរឈាមឥតចុះឈររំខានដល់ការកកឈាមនិងធ្វើឲ្យជនរងគ្រោះដែលវាបានខាំបន្តអស់កម្លាំងបន្តិចម្ដងតែសារតែហេតុនេះហើយ Komodo Dragon មិនចាំបាច់ប្រថុយជីវិតដេញតាមប្រមាញ់សត្វព្រៃរហូតនោះទេតែវាដឹងថាពេលវេលាគឺជាសម្ព័ន្ធមិត្តដ៏ល្អបំផុតរបស់វាដោយវាអាចដើរតាមស្នាមដានជើងឬក្លិនរបស់សត្វដែលរងរបួសរហូតដល់សត្វនោះអស់កម្លាំងនិងដួលចុះនោះហើយជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រចាត់ទុក Komodo Dragon ថាជាអ្នកប្រមាញ់ដ៏មានការអត់ធ្មត់និងឆ្លាតវៃបំផុតមួយនៅក្នុងធម្មជាតិនៅពេលសត្វដែលវាខាំបានដួលចុះ Komodo Dragon មិនខ្ជះខ្ជាយអ្វីឡើយវាអាចស៊ីសាច់សរីរាង្គក្នុងរាងកាយស្បែកនិងសូម្បីតែបំណែកឆ្អឹងតូចៗក៏ត្រូវបានវាស៊ីដែរក្នុងអាហារមួយពេលវាអាចស៊ីបានជិត 1/3 នៃទម្ងន់ខ្លួនរបស់វាបន្ទាប់មកវាអាចរស់នៅជាច្រើនថ្ងៃឬច្រើនសប្តាហ៍ដែលមិនចាំបាច់មានចំណីនៅក្នុងតំបន់ដែលមិនមានចំណីគ្រប់គ្រាន់សមត្ថភាពដ៏ខ្លាំងនេះគឺជាគន្លឹះនៃការរស់រានមានជីវិតប៉ុន្តែជីវិតរបស់ Komodo មិនមែនសុទ្ធតែងាយស្រួលនោះទេគ្រោះថ្នាក់ដំបូងបំផុតសម្រាប់ Komodo Dragon គឺបណ្ដាលមកពីសត្វប្រភេទដូចគ្នានឹងឯងនៅពេលដែលខ្វះខាតអាហារ Komodo Dragon ពេញវ័យអាចវាយប្រហារនិងស៊ីកូនរបស់វាបានដូច្នេះភ្លាមបន្ទាប់ពីញាស់ចេញពីស៊ុតកូន Komodo Dragon ត្រូវរត់ឡើងដើមឈើឲ្យបានលឿនជាទីបំផុតនៅទីនោះពួកវាចំណាយពេលជាច្រើនឆ្នាំក្នុងការរស់នៅលើមែកឈើស៊ីសត្វល្អិតបក្សីនិងសត្វតូចលុះត្រាតែវាធំល្មមដែលវាអាចតស៊ូជាមួយនឹង Komodo Dragon ដទៃបានទើបវាចាប់ផ្ដើមចុះមកក្រោមប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលជាងនេះទៅទៀតគឺជាសមត្ថភាពបន្តពូជរបស់វាក្នុងករណីដ៏កម្រ Komodo Dragon នេះបានបង្កើតកូនដែលមិនចាំបាច់មានសត្វឈ្មោលសប្តាហ៍ថ្ងៃនេះ Komodo Dragon នៅតែក្នុងកោះមួយចំនួនប៉ុណ្ណោះនៅប្រទេសឥណ្ឌូនេស៊ីការបាត់បង់ទីជម្រកការប្រែប្រួលអាកាសធាតុនិងការថយចុះនៃសត្វដែលជាចំណីកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់ការរស់រានមានជីវិតរបស់វាបើថ្ងៃណាមួយ Komodo Dragon បាត់បង់ពីផែនដីយើងមិនត្រឹមតែបាត់បង់ជីងចក់ដ៏ធំបំផុតប៉ុណ្ណោះទេប៉ុន្តែយើងនឹងបាត់បង់សាកសីរស់មួយដែលបានឆ្លងកាត់ការប្រែប្រួលរបស់ផែនដីអស់រាប់លានឆ្នាំនៅពេលដែលយើងក្រឡេកទៅមើល Komodo Dragon យើងមិនមែនគ្រាន់តែកំពុងតែមើលជីងចក់ដ៏ធំមួយនោះទេយើងកំពុងតែមើលប្រវត្តិសាស្ត្រដែលមានជីវិតសត្វដែលបានរស់រានឆ្លងកាត់ការប្រែប្រួលនៃធម្មជាតិរាប់លានឆ្នាំដោយពឹងផ្អែកលើភាពអត់ធ្មត់ភាពវៃឆ្លាតនិងសមត្ថភាពក្នុងការសម្របខ្លួនវាមិនមែនជាសត្វដែលខ្លាំងជាងគេវាមិនមែនជាសត្វដែលមានល្បឿនលឿនជាងគេប៉ុន្តែវាបានបង្ហាញឲ្យឃើញថានៅក្នុងធម្មជាតិការរស់រានមានជីវិតមិនមែនជារឿងរបស់អ្នកដែលមានកម្លាំងខ្លាំងបំផុតនោះទេវាជារឿងរបស់អ្នកដែលអាចសម្របខ្លួននឹងការអត់ធ្មត់បានយ៉ាងល្អបំផុតហើយរឿងទាំងនោះហើយវាជាអាចកំបាំងដែលធ្វើឲ្យ Komodo Dragon នៅតែបន្តរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃដើម្បីជាការលើកទឹកចិត្តសូមបងប្អូនជួយចុច like ឬ subscribe ដើម្បីទទួលបានវីដេអូថ្មីៗនិងគាំទ្រខ្ញុំបាទក្នុងការផលិតវីដេអូបន្តទៀត